អូហើយយោអ្នកទាំងអស់គ្នាថ្ងៃនេះមានមកសម្រាប់ស៊ីរឿងរបស់យើងជាបន្តទៅទៀតហើយក៏ចង់សួរសុខទុក្ខទៅកាន់អ្នកទាំងអស់គ្នាដែរមកយាយមករយៈនឹងសុខសប្បាយអត់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងសុខសប្បាយទាំងអស់គ្នាដែរអញ្ចឹងដែរកុំឲ្យខាតពេលវេលាយូរយើងចូលទៅទីសនាស៊ីរឿងទាំងអស់គ្នាដែលយើងបានដឹងហើយការពិភាក្សាមុននឹងអានេះជាមួយនឹងអ្នកស្រីម៉ារីឡាបានធ្វើដំណើរចេញពីផ្ទះរបស់ដៃអាណាវិញហើយអ្នកស្រីម៉ារីឡាជាមួយនឹងអានេះក៏បានធ្វើដំណើរមកដល់ផ្ទះរបស់គាត់ប៉ុន្តែរៀងយប់បន្តិចហើយអានេះនាងបានជួយធ្វើកិច្ចការផ្ទះដូចជាលាងចានអីជាដើមបន្តិចនោះលោកម៉ាថៃកាស្បឺតក៏បានចូលមកដល់សប្រៃទៅកាន់អានេះនៅក្នុងដៃរបស់គាត់នឹងគឺមានស្ករគ្រាប់មួយស្បោងដើម្បីយកមកសប្រៃទៅកាន់អានេះឲ្យគាត់ញ៉ាំអីចឹងទៅអានេះនាងសប្បាយចិត្តខ្លាំងមែនទែនតែទឹកមុខរបស់អ្នកស្រីម៉ារីឡាវិញគឺមិនសូវសប្បាយចិត្តប៉ុន្មានគាត់បានសម្លឹងទៅកាន់មុខរបស់លោកម៉ាថៃកាស្បឺតហើយនិយាយទៅកាន់លោកម៉ាថៃកាស្បឺតថាវាមិនសូវល្អប៉ុន្មាននោះទេការញ៉ាំស្ករគ្រាប់បែបនេះវានឹងប៉ះពាល់ទៅដល់ធ្មេញរបស់នាងបានស្ករគ្រាប់មួយស្បោងតូចបែបនេះហើយអានេះក៏បាននិយាយឡើងថាខ្ញុំនឹងយកស្ករគ្រាប់ទាំងនេះឲ្យមិត្តភ័ក្តិរបស់ខ្ញុំញ៉ាំដែរហើយមិត្តភ័ក្តិរបស់ខ្ញុំក៏នឹងសប្បាយចិត្តគឺដៃអាណាបារីមុននឹងនាងចូលសម្រាប់គឺបានអុជភ្លើងទៀនផ្ដល់ជាសញ្ញាទៅឲ្យមិត្តភ័ក្តិរបស់ខ្លួនទៅវិញទៅមកដោយសារតែផ្ទះរបស់ពួកគេទាំងពីរនាក់ហ្នឹងគឺមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេបន្ទាប់មកអានេះក៏នាងចូលសម្រាប់ប៉ុន្តែភ្នែករបស់នាងវិញគឺសម្លឹងទៅកាន់ស្ករគ្រាប់គឺខ្លាចអត់បានយកទៅឲ្យដៃអាណាបារីវេលីរៀងយប់បន្តិចអ្នកស្រីម៉ារីឡាក៏ដើរចូលមកបន្ទប់របស់អានេះដើម្បីពិនិត្យបន្ថែមនិងធ្វើការដណ្ដប់ភួយទៅកាន់អានេះនាងសម្រានលក់យ៉ាងស្កប់ស្កល់តែម្ដងអ្នកស្រីម៉ារីឡាមុននឹងដើរចាកចេញមុននឹងបិទទ្វារនឹងគឺលួចញញឹមតែម្នាក់ឯងសម្លឹងទៅកាន់អានេះកំពុងតែសម្រាកព្រឹកនៅថ្ងៃបន្ទាប់នឹងគឺពួកគេបានមករៀបចំផ្ទះជាធម្មតាអានេះនាងកំពុងតែបេះបន្លែចំណែកឯអ្នកស្រីម៉ារីឡាវិញគាត់កំពុងតែបាត់អ្វីមួយគាត់កំពុងតែដើររកអ្នកស្រីម៉ារីឡាបានខំប្រឹងរើនៅកៅអៅនិងទូដាក់អីវ៉ាន់របស់គាត់ឡើងគ្រប់កន្លែងតែម្ដងក៏ប៉ុន្តែមិនបានឃើញនៅបន្តោងខ្សែករបស់គាត់សោះគឺគាត់បានបាត់នៅបន្តោងខ្សែករបស់គាត់ខ្ញុំតែងតែដាក់វានៅក្នុងប្រអប់នេះនៅពេលដែលខ្ញុំប្រើប្រាស់វាហើយប៉ុន្តែនៅពេលនេះវិញគឺខ្ញុំមិនបានឃើញវានៅក្នុងប្រអប់នេះនោះទេអ្នកស្រីម៉ារីឡាក៏សួរទៅកាន់អានេះបន្តទៅទៀតតើឥឡូវនេះអ្នកបានដាក់ project របស់ខ្ញុំនៅឯណាដែរអ្នកស្រីម៉ារីឡាកំពុងតែស្លន់ស្លោដោយសារតែសួរទៅកាន់អានេះគឺនាងមិនបានផ្ដល់ព័ត៌មានឲ្យគាត់ឡើយអ្នកស្រីម៉ារីឡានិយាយដោយទឹកមុខស្មើដើរតម្រង់ទៅកាន់បន្ទប់របស់គាត់ម្ដងនិងថែមទាំងនិយាយថាខ្ញុំនឹងទៅរកមើលនិងពិនិត្យមើលបន្ថែមទៀតនៅក្នុងបន្ទប់របស់ខ្ញុំពីសម្ដីគំរូគំរើយនិងការមិនសប្បាយចិត្តរបស់អ្នកស្រីម៉ារីឡាក៏បាននិយាយមកកាន់អានេះតែទាំងអស់គ្នាដឹងស្រាប់ហើយចំពោះការបាត់បង់អ្វីមួយគឺតែងតែធ្វើឲ្យយើងនឹងមិនសប្បាយចិត្តជាដើមគាត់បានដើរចូលទៅក្នុងបន្ទប់ឬគ្រប់កន្លែងតែម្ដងសូម្បីតែក្រោមទ្វារឬមួយក៏ក្រោមគ្រែអីហ្នឹងគាត់មើលទាំងអស់តែម្ដងនៅក្នុងបន្ទប់មួយនេះគឺគាត់ព្យាយាមនៅក្នុងការរើគ្រប់កន្លែងតែម្ដងប៉ុន្តែរកនៅតែមិនឃើញដដែលសំឡេងរបស់អានេះក៏បានបន្លឺឡើងទៅដល់អ្នកស្រីម៉ារីឡាថាប្រហែលជាវាមិនមែននៅទីនេះនោះទេនៅពេលដែលបានឮពាក្យសម្ដីបែបនេះហើយអ្នកស្រីម៉ារីឡាក៏ចាប់ផ្ដើមខឹងអានេះកាន់តែខ្លាំងតែម្ដងអ្នកស្រីម៉ារីឡាក៏និយាយថាអានេះតើឯងយកវាទៅទុកលាក់នៅកន្លែងណាប្រាប់ខ្ញុំអំពីការពិតមកតើឯងទុកលាក់វានៅកន្លែងណាដែរគាត់ក៏និយាយពាក្យសម្ដីខ្លាំងៗទៅកាន់អានីហើយថែមទាំងបណ្ដេញអានីចេញពីបន្ទប់នេះទៀតផងអានីព្យាយាមនៅក្នុងការបញ្យល់ហេតុផលទៅកាន់អ្នកស្រីម៉ារីឡាប៉ុន្តែអ្នកស្រីម៉ារីឡាមិនបានស្ដាប់គាត់ឡើយទឹកមុខរបស់នាងនៅពេលហ្នឹងគឺឡើងសើតែម្ដងដោយសារតែអ្នកស្រីម៉ារីឡាគឺមិនជឿទៅកាន់នាងនៅពេលដែលស្ដីឲ្យទៅកាន់នាងហើយអ្នកស្រីម៉ារីឡាក៏មកអង្គុយសំកប់ពិបាកចិត្តម្នាក់ឯងពេលនោះគឺលោកម៉ាថយកាស្បឺតក៏មកសួរសុខទុក្ខទៅកាន់ប្រពន្ធរបស់គាត់ចង់ដឹងថាតើប្រពន្ធរបស់គាត់នឹងកើតអ្វីដែរអ្នកស្រីម៉ារីឡាក៏នៅតែគិតថាហេតុអ្វីបានជាអានីលួចរបស់គាត់ដូច្នេះតែរបស់គាត់ក៏សួរទៅកាន់គាត់បន្ថែមទៀតតើអ្នកចង់ធ្វើយ៉ាងណាទៅលើនាងអ្នកស្រីម៉ារីឡាក៏និយាយថាខ្ញុំនឹងដាក់នាងនៅក្នុងបន្ទប់រហូតតតែនាងសារភាពតែម្ដងបន្ទាប់មកសម្លេងគោះទ្វាររបស់អានីក៏បានបន្លឺឡើងពេលនោះអ្នកស្រីម៉ារីឡាក៏បានយកម្ហូបអាហារទៅកាន់អានីគាត់ក៏និយាយទៅកាន់អានីថាងើបឡើងញ៉ាំអាហារដោយសារតែអ្នកមិនបានញ៉ាំអាហារនោះទេអានីនាងនៅតែប្រកែកដែលរហ័ង្ការតែម្ដងនាងក៏និយាយថាខ្ញុំមិនបានយកប្រយោជន៍របស់អ្នកនោះទេអានីព្យាយាមនៅក្នុងការនិយាយជាមួយនឹងអ្នកស្រីម៉ារីឡាប៉ុន្តែអ្នកស្រីម៉ារីឡាគឺមិនស្ដាប់ហេតុផលរបស់អានីឡើយគាត់ថែមទាំងនិយាយទៅកាន់អានីថាអ្នកនឹងមិនត្រូវទៅកន្លែងកំសាន្តនិងកន្លែងណាផ្សេងទៀតទាំងអស់រហូតដល់អ្នកបានសារភាពមកកាន់ខ្ញុំអ្នកស្រីម៉ារីឡានិងអានីគឺបានត្រឹមតែអង្គុយសែរៀងៗខ្លួននោះក៏ដោយសារតែអ្នកទាំងពីរមិនបានរកហេតុផលឲ្យបានប្រព្រឹត្តថ្ងៃបន្ទាប់ឡើងអ្នកស្រីម៉ារីឡាក៏បានបើកទ្វារយកម្ហូបទៅឲ្យអានីជាធម្មតានាពេលនេះដោយគ្រាន់តែគាត់បើកទ្វារភ្លាមគឺអានីបានលើកដៃសំពះនិងសារភាពទៅកាន់អ្នកស្រីម៉ារីឡាតែម្ដងនាងក៏និយាយថាអ្នកស្រីម៉ារីឡាខ្ញុំបានត្រៀមខ្លួនយ៉ាងស្រេចដើម្បីសារភាពទៅកាន់អ្នកស្រីម៉ារីឡាខ្ញុំសូមសារភាពថាខ្ញុំបានយកនៅរបស់អ្នកមែនអ្នកស្រីម៉ារីឡាក៏បានលុតជង្គង់ចុះហើយក៏និយាយទៅកាន់អានីវិញថាសូមអ្នកនិយាយម្ដងទៀតឲ្យខ្ញុំស្ដាប់អានីនាងក៏រៀបរាប់តាក់ទងជាមួយនឹងប្រូចរបស់អ្នកស្រីម៉ារីឡាខ្ញុំបានកាន់ប្រូចរបស់អ្នកទៅលើស្ពានមួយបន្ទាប់មកដៃរបស់ខ្ញុំក៏បានរអិលពេលនោះ
ได้ปล่อยระบอเนี้ยก็บานรออลเจนปีได้ระบอกชมให้ทะเลโจลเตอขนมเบิงปนลือดอใจจังให้เวียก็บานเลโจลเตอขนมบาดบังบาดเตอhaiในให้คือจีจุมเราดอลอบ่มพอเด็กชมบานสารพีหมอการแนะแนะไสไรมาเลยแหละไสไรก็ต่อเวนแทอันนี้ไอ้คือจีมนุษย์เด็กกูไอ้ภัยคลายคลางแน่คือจีมนุษย์ดอกกระบ่มพอเด็กชมมันทลบบานจูบหนึ่งชมทลบแต่ลืออมปีเขมรไสไรประเภทนี้อันนี้เนี่ยก็ต่อเวนปนไตชมกระแทกชมคือจิกชมแต่ปนอเย็นจังแต่แนะนังดะตัวนักแกมชมได้หรือเต้บนต่อปีชมบานสารพีให้บาโดยชนเมนชมนังเตอเล้งกันแรงกำแสนโดยขมินการจงอีจงอ้อในขนมเจระบอกชมแล้วไสไรมาเลยแล้วก็ชลอยต่อการอันนี้เวงแทนแนะนึงมันเตอตัวเล่นกันแรงกำซันตีแน่แต่งอันนี้เนียงบานเอาสังคมมาดองตีได้ก็สไลลางแทนจังชมมันเตอยามาแฮนูไลใต้เนี่ยบานซอนยาแท้บาสนจิกชมสารพีไพ่หนึ่งเอาชมตะดาเลยเนาะเนสไรมาได้แล้วชมเตอแต่ตัวเล่นกันแรงกำซันนูไฮคือจีแฮดพอเด็กชมบานสารพีแต่การเนี่ยโดยซาแต่ทั้งไงนี้คือจีทั้งไงกระหอมจังไห้คือจีเลือกดำโบงไงเด็กชมบานยามกระเดสไรมาได้แล้วบนตัวปีกวาดบานทวมาโฮบไฮกับบานดาวแต่ไฮอันนี้จงมองยามมาหาเป็นละงี้จมคนี้จมวยนางปูยึงอันนี้เนียงก็ไสปีเลือบนตัวระบอเนียงมาเวงแท็กชมมันจองยามมาหาเป็นละงี้นูเต้เนียงบานมันแทมติดชมนึงมันเตยยามมาไว้ตั้งอ้อโดยซาแต่ใบโดนระบอกชมนึงคือบานโคติกตัวมอไฮเนี่ยนางมีอารมณ์แท้เนี่ยนางมีวิปเดสไรบนตัวปีเนี้ยทวแบบนี้มาแกนชมปอนตายชมนังอภัยเตอร์อ่อนแน่ในไปเวลียมุ้ยในไปเดินแน่บานดังคลุ้นตาแน่ข้อให้แน่กลมชียืมในขนมแกสนาส้มอ่อยชมยามมาไว้ดังออตีดไอในงอกนี้ดังแสบไอในไปได้ยืมหมดบานทัวไว้ข้อคือยืมชียืมในขนมแกรกแฮดพอลนึงประกายจังไอปอนตายจีดจีเขมรในไปได้กว่าประกายเตอร์คือมันเซอร์มีนอติโพลปนแมนนี่นิยัยมาการเนสไรมาเรลารุ่ยหายก็บดฟิวบนโต๊ะให้ก็สงบลงมาเคยกัสเบิร์ดก็นิยัยแต่การบดโปรระบอกอดแทเรื่องตัวตายซ้อฮารอยบานจีเนะทัวแบบนี้โปรระบอกอดมันนิยัยเอาไว้จานก็ด่าตึกบางฮับระบอกอดเรือในสำเร็จบำเพ็ญแรงเว้นไกลโรเคินจวนจิตใจนอนเอาไว้เนสไรมาเรลาก็บางโรเคินในระบอกได้กอดบานนูเมนระบอบได้กอดบานนั่งคือกอดบานชัวจมูกหนึ่งไอทอมระบอกกอดในเปได้กอดบานเติบเตะระบอกได้ในเปได้กอดบานดอไอระบอกกอดตกนั่งคือกอดบานยกรอยระบอกกอดนั่งเจนปีไอนั่งหนูเตยโดยใช้ให้บานจีบันเตาระบอกกอดในจอบหนึ่งไอมวยนั่งให้กอดได้โรคเหมือนเคยสอไลโดยในการโรคเคยระบอกกอดนี้ก็ไอบรรเจบานทาอันนี้คือนี้มันบานยกหนูเตยในเปนี้คือกอดบานโรคเคยในบันเตาปล่อยระบอกกอดไว้ไงจังได้กอดดาวโจลตึกนมบันตัวระบอกอันนี้ยังเลื่อนแต่มาดองกอดก็ยกเตยบังให้อันนี้แท้ชมบานโยจรอมแต่การเนี้ยคือเขาให้นี่คือชื่อบรรทองปล่อยระบอกชมคือชมบานเราเคยวีไฮไปเคยแบบนั้นอันนี้ก็ในยัยแต่งตักมุกสมาหนังออสังคมแต่การเนสไรเวนแทนังไฮให้ดำไว้บานจีเนสไรบานเจ้าแท็กชมจีเนเรซาตุกในระบอกมวยนี้มันได้ปนอเนบานในยัยแท้เนนังเรซาตุกชมในตีนีโรโฮโดราบนักชมบานสารพีแต่การเนโดยในการปีดำบงไลค์ชมนังตัวโยกในการสารพิบมวยนี้ดำใบเอาเนี้ยสบายเจนชมตัวโยกกลมฮอเด็กชมบานทัววีออนตายในเปนูเนี่ยมันอนุญาตเอาชมตัวเล่นกันแรงกับซานาเตียงอ๋อปัญหาทางอระบอกชมคือวิปเจกจักจีคลังนะให้ลือแบบนี้เนี่ยสไลมาดีแล้วก็ซอยแต่มาดองไฮกอดก็ในยัยแต่การอันนี้แท็กชมมันกูนะสองไซแต่การเนี่ยนูเทชมเขาให้อันนี้ชมปัจจิสมโตแต่การเนี่ยเมนนะวีจีแกเปิดมันซ้อมดังเนี่ยเตสารพิบจมพูเรื่องแต่เนี่ยมันแมนทัวนูให้สังคมทันนังออโต้เอาชมแน่อันนี้เดี๋ยวพระไงไซแรงบนตัวหมกเตี้ยนสไลมาแล้วก็บารีบจอมในมโหบไอแฮดำใบเอาอันนี้แต่การแสลงในกระแนเปได้รีบจอมมาแฮเอาอันนี้บนแดนูก็พรับแต่การประเดี๋ยวบอกว่ามาไทยส้มตัวรีบจอมเนไซดำใบดบอันนี้แต่การแสลงบนตัวกรอยมอกลูกมาไทยกาสบอสกับบานดบอันนี้จูนมาดอแสลงแต่มาดองบนตัวปีลูกมาไทยบานชอบไซไฮอันนี้บานรถยังลื่นแต่มาดองดำใบดำรังมองมืดแพร่บอกก่อนในแนบารีกับปัจจิออกแคลงเมนเทนบนตัวปีบานเคยมืดแพร่บอกก่อนคืออันนี้บานรถโมกโดยใช้มันแต่ปนน้องมีนขมิ้นสไลอย่างจานได้เรียนจมูกหนังปูเกนังในที่หนูได้ลงมาไทยกับสปอร์ตบนตัวปีจูนอันนี้หมกดอลไฮกอดกับบานบอร์เต้เติบแต่บอกกอดไว้ในแนบารีบานในนอมอันนี้แต่การมืดแพร่บอกล้วนเซมเตียนี่คือจีอันนี้ชีเรียคือจีมืดแพร่จิตีสไลระบอกชมบนตัวโมปูเกต่างเอาคนี้กับบานแต่จีตูเพลงให้ก่อนยำกระแรมจุ่มคนี้ยังสบายดีอันนี้สบายรีคลางเมนเทนโดยซาแต่เนี้ยคือตังปีมนโมกนั่งคือมันได้เมียนสกรรมพิบแบบนี้นุเตแนมวยเนียงก็มันได้เมียนมันแพะพองนู้นไปเดเนี้ยโมกปีสลาเว้นเนียงก็รีบรอปราบแต่การเนสไรมาแล้วจมูกนังโลกแม่ไทยกับสเบิร์ตออนปีเรื่องเดเนียงจูประเทศในขนมทั้งไงมวยนี้ชมบานตัวในการสบายรีอย่างจานมันตายปนชมบานยำในกระแรมวีปีบาปอร์เนคลางแน่จมปูรูจีระบาวีชมเปิดจีรีจมูกนังเปเวลีเดอร์ชามวยนี้คลางแน่บนตัวปีเนสไรมาแล้วบานสดาบายไม่หายก็กระ
លែកមកសួរលោកម៉ែថៃកាសបតវិញតើថ្ងៃនេះគឺជាថ្ងៃអ្វីហេតុអ្វីបានជាអានីនាងសប្បាយចិត្តដល់ម្ដងនាងក៏ទៅសម្រាលោកម៉ែថៃកាសបតនិងអ្នកស្រីម៉ារីឡានិយាយគ្នាយ៉ាងសប្បាយរីករាយម៉ែថៃក៏ឆ្លើយតបវិញតើអ្នកមិនសប្បាយចិត្តទេឬម៉ារីឡាបន្ទាប់ពីបានឃើញបែបនេះទៅថ្ងៃបន្ទាប់មកទៀតអានីត្រូវទៅសាលាជាបន្តទៅទៀតហើយមុននឹងទៅសាលាអ្នកស្រីម៉ារីឡាក៏បានទូមានទៅកាន់អានីទៅដល់សាលាសូមអ្នករសាមាត់របស់អ្នកក៏មាត់ច្រើនពេកនិងក៏បង្កសកម្មភាពអ្វីខុសប្លែកនៅក្នុងសាលាហើយព្យាយាមនៅក្នុងការស្ដាប់គ្រូរបស់អ្នកបញ្យល់ណែអានីហើយស្ដាប់គ្រូអានីនាងក៏ឆ្លើយតបវិញថាខ្ញុំដឹងហើយអ្នកស្រីម៉ារីឡាខ្ញុំមិនធ្វើប៉ុន្តែយើងមិនបានដឹងថានៅពេលដែលអានីទៅដល់សាលាគឺបែបណានោះទេចាំមើលនៅពេលដែលអានីទៅដល់សាលាតើនាងមានសកម្មភាពបែបណាដែរអានីនាងក៏សួរទៅកាន់អ្នកស្រីម៉ារីឡាអ្នកស្រីម៉ារីឡាតើអាយរបស់ខ្ញុំមើលទៅគួរឲ្យអស់សំណើចអត់នាងក៏ថាអញ្ចឹងខ្ញុំសូមលាទៅកាន់សាលាសិនអ្នកស្រីម៉ារីឡាក៏ឆ្លើយថានេះអាហារថ្ងៃត្រង់របស់អ្នកសម្រាប់ញ៉ាំអូឡើងគួរឲ្យស្រឡាញ់ខ្លាំងមែនតើណាអានីរបស់យើងឡើងគួរឲ្យស្រឡាញ់ដោយអ្នកមើលអញ្ចឹងអូច្រឡំមាត់កាត់ចោលអ្នកស្រីម៉ារីឡាសម្លឹងហើយក៏និយាយថាខ្ញុំសង្ឃឹមថានាងនឹងទទួលបានភាពរីករាយពីអ្នកដទៃទៀតទៅចោលស្ថិតនៅតាមផ្លូវអានីនាងកំពុងតែដើរហើយក៏បានជួបនៅមិត្តភ័ក្តិរបស់ខ្លួនគឺដៃអាណាបារីសូម្បីតែនៅតាមផ្លូវនាងក៏បានដាក់ឈ្មោះឲ្យព្រឹក្សាព្រឹកព្រៃដែលនាងបានដើរកាត់នឹងអរុនសួស្ដីឡេនីរបស់ Lover សូម្បីតែព្រឹកព្រៃក៏នាងបានដាក់ឈ្មោះឲ្យដែរបន្តិចនោះក៏បានជួបមិត្តភ័ក្តិរបស់នាងគឺដៃអាណាបារីអូហើយយោដៃអាណាបារីអូហើយយោអរុនសួស្ដីទៅកាន់អ្នកស្រីអានីឈីរៀលដៃអាណាក៏សួរទៅកាន់អានីថាតើអ្នកមានអារម្មណ៍យ៉ាងណាដែរចំពោះការទៅសាលាលើកដំបូងរបស់អ្នកអូពួកគេទាំងពីរនាក់ហ្នឹងដើរបណ្ដាពិភាក្សាគ្នាបណ្ដាមើលព្រឹកព្រៃឡើងស្រស់ស្អាតតែម្ដងពួកគេទាំងពីរនាក់បានដើរបណ្ដាក៏ជួបមិត្តភ័ក្តិរបស់ពួកគេទាំងអស់គ្នាហ្នឹងបណ្ដាហើយព្រោះថាផ្លូវទៅសាលារបស់ពួកគេទាំងអស់គ្នាហ្នឹងគឺផ្លូវទៅសាលាតែមួយអញ្ចឹងហើយបានជាពួកគេទាំងពីរនាក់បានជួបនៅមិត្តភ័ក្តិរបស់ពួកគេទាំងអស់គ្នាហ្នឹងជាបន្តបន្ទាប់ក្មេងស្រីដែលអានីបានជួបដំបូងនេះគឺនាងមានឈ្មោះថាចានីបន្ទាប់មកទៀតក្មេងស្រីដ៏ស្រស់ស្អាតដែលមានសក់ពណ៌ទឹកដោះគោហ្នឹងគឺគាត់មានឈ្មោះថារ៉ូប៊ីដែលរ៉ូប៊ីរបស់យើងហ្នឹងគឺមិនខុសពីអានីរបស់យើងប៉ុន្មាននោះទេឡើងរស់រាយតែម្ដងដោយដើរបណ្ដាពិភាក្សាគ្នាបណ្ដាមិនយូរប៉ុន្មានក៏ដើរមកដល់សាលារបស់ពួកគេហើយសាលារបស់ពួកគេទាំងអស់គ្នាហ្នឹងគឺមានឈ្មោះថាអានឡាឈ្មោះឡើងលយតែម្ដងពួកគេក៏ចូលមកដល់ក្នុងថ្នាក់រៀនហើយក៏ពិភាក្សាគ្នាតាក់ទងជាមួយនឹងការអានការពិភាក្សារបស់ពួកគេហ្នឹងគឺមិនទាន់បានប៉ុន្មានផងលោកគ្រូហ្វីលីបក៏បានដើរចូលមកក្នុងថ្នាក់របស់ពួកគេនោះគឺដោយសារតែដល់ម៉ោងនៅក្នុងការបង្រៀនរបស់គាត់ហើយអូហើយយោអរុនសួស្ដីទៅកាន់អ្នកទាំងអស់គ្នាមកមុខរបស់គាត់ឡើងកាយតែម្ដងនៅថ្ងៃនឹងដែរលោកគ្រូនឹងបង្រៀនអំពីទីតាំងភូមិសាស្ត្រម្ដងដូច្នេះយើងនឹងចំណាយពេល1ម៉ោងដំបូងរបស់យើងនឹងសិក្សាទៅលើផែនទីភូមិសាស្ត្ររបស់យើងតែម្ដងសូមគ្នាយើងក្រឡេកមកមើលផែនទីរបស់ព្រះអង្គម្ចាស់នៃកោះអេរិតនិងប្រាប់ចម្លើយមកកាន់ខ្ញុំវិញបន្តិចនោះលោកគ្រូហ្វីលីបក៏បានងាកទៅឃើញដៃអាណាជាមួយនឹងអានីកំពុងជជែកគ្នាលោកគ្រូហ្វីលីបក៏បានហៅអានីឲ្យទៅឡើងក្តារខៀនជាមួយនឹងគាត់អានីឈីរៀលសូមអ្នកឡើងមកក្តារខៀនដើម្បីបង្ហាញអំពីទីតាំងភូមិសាស្ត្រអានីដើរតម្រង់ទៅកាន់ក្តារខៀនដោយសេចក្តីក្លាហានលោកគ្រូបានបន្តថែមទៀតសូមអ្នកចង្អុលទៅកាន់ភូមិមួយដែលមានឈ្មោះថាអានឡេឡាបន្ទាប់មកអានីលៀងឡើងឆ្ងល់តែម្ដងទឹកមុខរបស់នាងកំពុងតែសញ្ជឹងហើយក៏និយាយក្នុងចិត្តថាខ្ញុំមិនដែលបានឃើញនិងមិនដែលបានអានវាតាំងពីមុនមកនោះទេតែខ្ញុំគួរតែធ្វើបែបណាទៅលោកគ្រូហ្វីលីបក៏បន្តថាតើអ្នកដឹងថាភូមិមួយនេះនៅឯណាដែរយើងបានដឹងហើយអានីគឺជាក្មេងស្រីដ៏ក្លាហានគាត់ចាប់ផ្ដើមចង្អុលតែម្ដងហើយក៏បានអាននៅលើផែនទីចាប់ផ្ដើមចង្អុលរកភូមិមួយដែលមានឈ្មោះថាអានឡេឡានោះដំបូងឡើយអានីចង្អុលចាប់ពីចំណុចមួយដែលមានឈ្មោះថាការីប៊ូរហូតទៅដល់ចំណុចផ្សេងទៀតនាងក៏ចង្អុលទៅកាន់ចំណុចមួយទៀតដែលមានឈ្មោះថា Brain River បន្ទាប់មកទៀតនាងក៏បានចង្អុលទៅដល់ចំណុចមួយដែលមានឈ្មោះថា Avuela ហើយមានសូមអធិស្ឋានផងអ្នកទាំងអស់គ្នាត្រង់ចំណុចហ្នឹងបើសិនជាមានហៅជាភាសាខ្មែរគឺបកមកថា Anlela អ្នកទាំងអស់គ្នាហើយមានបានបកឲ្យអ្នកទាំងអស់គ្នាឆាប់យល់ជាភាសាខ្មែរប៉ុន្តែបើអានជាភាសាគឺអានថា Avuela លោកគ្រូហ្វីលីបបន្ទាប់ពីបានឃើញអានីចង្អុលទៅកាន់ចំណុចដែលគាត់ចង់បានគាត់ក៏ឆ្លើយថាពិតជាត្រឹមត្រូវហើយបន្ទាប់មកទៀតសកម្មភាពនៅក្នុងថ្នាក់លោកគ្រូហ្វីលីបក៏បានហៅអានីឲ្យអានរឿងមួយនៅក្នុងដើម្បីឲ្យមិត្តភ័ក្តិរបស់ខ្លួននៅក្នុងថ្នាក់ហ្នឹងគឺបានស្ដាប់ក៏ដូចជាមេរៀនមួយចំនួនផងដែរបន្ទាប់ក្រោយមកអានីនាងក៏បានអាននៅចំណុចមួយចំនួននៅក្នុងសៀវភៅនោះបានថាសម្លេងរបស់អានីរបស់យើងហ្នឹងនៅក្នុងថ្នាក់ហ្នឹងគឺឡើងរងំតែម្ដងអ្នកទាំងអស់គ្នាសមាជិកនៅក្នុងថ្នាក់ហ្នឹងបន្ទាប់ពីបានស្ដាប់នៅអានីអានហើយឡើងចង់ងូយដេកតែម្ដងបើសិនជាអ្នកទាំងអស់គ្នាបានស្ដាប់អីដឹងជាល្អមកទេអ្នកទាំងអស់គ្នាadminពិបាកពណ៌នាឲ្យអ្នកទាំងអស់គ្នាស្ដាប់ខ្លាំងណាស់ប៉ុន្តែដឹងត្រឹមថានៅពេលដែលគាត់អានហ្នឹងគឺធ្វើឲ្យយើងចង់ស្ដាប់តែម្ដងឡើងរងំនៅក្នុងថ្នាក់ហ្នឹងមិនតែប៉ុណ្ណោះមិត្តភ័ក្តិដទៃទៀតនៅក្នុងថ្នាក់ហ្នឹងក៏លងនឹងសម្លេងរបស់អានីផងដែរប៉ុន្តែសម្រាប់ admin វិញលងនឹងសម្លេងរបស់អានីមធ្យមទេងំលងនឹងសម្រស់របស់អ្នកមើលតែម្ដងមិត្តភ័ក្តិរបស់នាងបានសរសើរថាអានីនាងមានដឹងអត់អ្នកគឺជាមនុស្សដ៏អស្ចារ្យមែនទែនណា
អ្នកថែមទាំងធ្វើឲ្យលោកគ្រូ Philip ភ្ញាក់ផ្អើលទៀតផងដោយសម្លេងរបស់អ្នកឡើងពីរោះតែម្ដងមិនតែប៉ុណ្ណោះគាត់បានសរសើរអានីឯងថារៀនឆ្លាតតែម្ដងការសិក្សារបស់អានីសម្រាប់ថ្ងៃនេះក៏បានបញ្ចប់មកដល់ផ្ទះវិញហើយពេលហ្នឹងនាងកំពុងតែអង្គុយរៀបរាប់ប្រាប់ទៅកាន់អ្នកស្រី Marilla ជាមួយនឹងលោក Martha Cuthbert នាងថានំរបស់អ្នកស្រី Marilla ពិតជាឆ្ងាញ់ខ្លាំងមែនទែនបានតាក់ចិត្តមិត្តភ័ក្តិរបស់គាត់ទៀតផងមិនតែប៉ុណ្ណោះពួកគេចង់បាននំរបស់អ្នកស្រី Marilla ធ្វើឲ្យច្រើនទៅអ្នកស្រី Marilla ក៏ឆ្លើយតបថាមិនអីទេចាំខ្ញុំដុតនំនឹងបន្ថែមតទៅទៀតបើអ្នកចូលចិត្តបើអញ្ចឹងមេនូសូមអ្នកយកទៅឲ្យមិត្តភ័ក្តិរបស់អ្នកញ៉ាំផងអានេះនាងក៏បន្ថែមថាខ្ញុំមានដំណឹងដ៏អស្ចារ្យមួយពីចានគាត់បានសរសើរចំហរបស់ខ្ញុំពិតជាស្រស់ស្អាតខ្លាំងណាស់តើអ្នកទាំងពីរដឹងទេនេះគឺជាការសរសើរលើកដំបូងដែលខ្ញុំមិនធ្លាប់មានទេនៅក្នុងជីវិតរបស់ខ្ញុំមកដូច្នេះហើយបានជាខ្ញុំសប្បាយចិត្តលោក Martha Cuthbert បន្ទាប់ពីបានស្ដាប់នៅពាក្យសម្ដីបែបនឹងហើយគាត់ក៏សប្បាយចិត្តផងដែរនៅថ្ងៃបន្ទាប់មកទៀតអានេះតែងតែដើរជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនទៅសាលាអ្នកទាំងពីរដើរបណ្ដើរនៅតាមផ្លូវនឹងជជែកគ្នាបណ្ដើរអំពីនេះពីនោះអីចឹងទៅអានេះនាងឃើញ Diana សប្បាយចិត្តខុសពីធម្មតានោះក៏ដោយសារតែនាងបានឃើញក្រាស់របស់ខ្លួននឹងគឺបានមកសាលារៀនវិញហើយ Diana បាននិយាយថាខ្ញុំគិតថា Gilly Billy គឺគាត់បានត្រឡប់មកសាលារបស់យើងវិញហើយពីអ្នកទាំងអស់គ្នា Gil Billy នឹងគឺជាបរិសសង្ហាប្រចាំសាលារបស់គេឡើងលុយតែម្ដងអ្នកទាំងអស់គ្នាមិនមែនតែ Diana ទេលួចក្រាស់ហូឡើងមកសាលាតែម្ដងដោយគេមិនទាន់បានដើរដល់សាលាផងមានក្មេងស្រីយ៉ាងច្រើនកំពុងតែអបអរនិងចាំទៅម្នាក់ដោយគ្រាន់តែឃើញ Gilly Billy ហើយឡើងអរតែម្ដងនោះក៏ដោយសារតែពួកគេទាំងអស់គ្នានឹងគឺបានលួចក្រាស់ទៅកាន់ Gilly Billy ជាយូរណាស់មកហើយអ្នកទាំងអស់គ្នាដោយសារតែគេបរិសសង្ហាគេធ្វើអីក៏សមដែរប៉ុន្តែក្មេងស្រីទាំងអស់គ្នានឹងគឺបានហៅ Gilly Billy របស់យើងថា Galbert ដែរណាបន្ទាប់ពីបានឃើញក្រាស់របស់ខ្លួនហើយថ្ពាល់របស់គាត់ឡើងក្រហមតែម្ដងជួនចៃដន្យអ្វី Gilly Billy នឹងគឺបានរៀននៅក្នុងថ្នាក់ជាមួយនឹង Diana ដែរហើយអានេះរបស់យើងក៏រៀននៅក្នុងនឹងដែរមិនតែប៉ុណ្ណោះ Gilly Billy នឹងគឺជាសិស្សបកែផ្នែកគណិតវិទ្យាក្មេងប្រុសនឹងគាត់សង្ហារៀនក៏ពូកែដែរអ្នកទាំងអស់គ្នាមកដែរចាប់អារម្មណ៍អត់បើចាប់អារម្មណ៍ Gilly Billy នឹងជួយតម្លាក់ខមមិនម្នាក់មួយផងថាចាប់អារម្មណ៍ប៉ុន្តែអ្នកទាំងអស់គ្នាមានសង្ឃឹមអត់ថាគាត់ចាប់អារម្មណ៍អ្នកទាំងអស់គ្នាព្រោះថាមនុស្សស្រីយ៉ាងច្រើនកំពុងតែរងចាំក្មេងប្រុសម្នាក់នេះធ្វើតែបែបនឹងមែនគាត់គឺជាក្មេងប្រុសម្នាក់ដែលចូលចិត្តដើរញាស់គេច្រើនដល់រៀនសុកនឹងគឺគាត់បានធ្វើការទៅញាស់នៅ Ruby ដែលគាត់កំពុងតែសិក្សានៅគណៈនោះដែរគាត់ក៏បានសម្លឹងទៅឃើញអានីរបស់យើងកំពុងតែពិភាក្សាជាមួយនឹង Diana កែវភ្នែករបស់គាត់សម្លឹងទៅកាន់អានីរបស់យើងនឹងគឺប្លែកតែម្ដងនៅពេលដែលដល់ម៉ោងចេញលេងគឺ Galbert នឹងគឺបានធ្វើយន្តហោះអំពីក្រដាសហើយក៏បានគប់ទៅកាន់អានីរបស់យើងធ្វើជាគប់បោកទៅកាន់អានីអីចឹងទៅមូលហេតុដោយសារតែគាត់បានគិតថាហេតុអ្វីបានជាអានីមិនចាប់អារម្មណ៍គាត់ដោយក្មេងស្រីរាល់គ្នាគឺបានចាប់អារម្មណ៍មកកាន់គាត់គ្រប់គ្នាហើយមិនតែប៉ុណ្ណោះបានលួចក្រាស់មកកាន់គាត់ប៉ុន្តែសម្រាប់អានីបន្ទាប់ពីបានឃើញ Galbert ហើយគឺគាត់គ្មានចាប់អារម្មណ៍ស្អីទេបន្ទាប់ពីបានឃើញ Galbert ហើយដូចជាធម្មតាដូចជាមនុស្សទូទៅដែរដែលខុសប្លែកអំពីក្មេងស្រីដទៃទៀតគឺបានចាប់អារម្មណ៍ទៅកាន់ Galbert ខ្លាំងមែនទែន Galbert ព្យាយាមនៅក្នុងការបញ្ចេញសម្លេងឲ្យអានីចាប់អារម្មណ៍មកកាន់គាត់មានជាការគោះតុកផងមានជាការក្អកក្រហមផងដើម្បីឲ្យអានីងាកមកកាន់គាត់ប៉ុន្តែការធ្វើរបស់គាត់នឹងគឺមិនបានឲ្យអានីចាប់អារម្មណ៍មកកាន់គាត់ដដែលដោយសារតែពេលហ្នឹងគឺអារម្មណ៍របស់នាងគឺមិននៅនឹងខ្លួនឡើយដោយសារតែអារម្មណ៍របស់គាត់នៅពេលហ្នឹងកំពុងតែអណ្ដែតរំដងនៅការរាំរបាំបាឡេនៅក្នុងសមុទ្រមួយបើទោះបី Galbert ព្យាយាមនៅក្នុងការរំខានគាត់យ៉ាងណាក៏ដោយក៏ប៉ុន្តែអានីហ្នឹងគឺមិនភ្ញាក់ឡើយអានីកំពុងតែស្រមើស្រមៃថាគាត់កំពុងតែរាំយ៉ាងសប្បាយរីករាយនៅលើផ្ទាំងទឹកកកដ៏ស្អាតមួយប៉ុន្តែការសម័យរបស់គាត់នឹងដោយសារតែការរំខានរបស់ Galbert គឺធ្វើឲ្យគាត់ទឹកមុខរបស់អានីនៅពេលហ្នឹងគឺទឹកមុខរបស់គាត់ឡើងមើហើយងាកមកគឺពោពេញទៅដោយកំហឹងដោយគ្រាន់តែងាកមកសឹងតែចង់ស៊ីសាច់របស់ Galbert ទាំងរស់តែម្ដងថែមទាំងក្នុងដៃរបស់គាត់នឹងគឺមានក្តារមួយផ្ទាំងសម្រាប់សរសេរអក្សរនឹងបានយកក្តាររបស់គាត់នឹងយកមកវាយក្បាលទៅកាន់ Galbert ទៀតការយកក្តារវាយទៅកាន់ Galbert បែបនេះគឺឡើងភ្ញាក់ផ្អើលឡើងពេញថ្នាក់តែម្ដងដោយអ្នករាល់គ្នាគឺបានភ្ញាក់ផ្អើលដោយសារតែមិននឹកស្មានថាអានីហ៊ានវាយទៅកាន់ Galbert ទេអ្នកទាំងអស់គ្នាទឹកមុខរបស់អានីនៅពេលហ្នឹងឡើងកាយតែម្ដងទឹកមុខរបស់អ្នករាល់គ្នាគឺសម្ដែងនៃការភ្ញាក់ផ្អើលដោយសារតែរាល់ដងនៅពេលដែលរដងគឺថានៅពេលដែល Galbert បានទៅលេងជាមួយនឹងនរណាម្នាក់គឺម្នាក់នោះគឺមិនបានខឹងសម្បាទៅកាន់ Galbert នោះទេគឺមានតែអលើដើមដែលបាន Galbert មកលេងជាមួយនឹងខ្លួនប៉ុន្តែជាមួយនឹងអានីរបស់យើងនេះគឺគ្មានទេទៅលេងជាមួយនឹងគាត់គឺអានីអត់ចូលចិត្តនៅក្នុងការលេងបែបនេះនោះទេអញ្ចឹងហើយបានជាគាត់ទប់កំហឹងធ្វើការវាយប្រហារទៅកាន់ Galbert តែម្ដងបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងលោកគ្រូ Philip ក៏បានដើរចូលមកដល់ពីក្រោយរបស់លោកគ្រូ Philip ក៏បានសាកសួរព័ត៌មានមួយចំនួនទាក់ទងជាមួយនឹងបញ្ហាមួយនេះហេតុអ្វីបានជាបង្កទៅដល់ការវាយគ្នានិងក៏បានសួរទៅកាន់អានីរបស់យើងផងដែរហេតុអ្វីបានជាធ្វើរឿងបែបនេះពេលដែលបានឃើញបែបហ្នឹង Gabrielle ក៏បានចេញទៅនិយាយជំនួសអានីរបស់យើងលោកគ្រូ Philip ក៏បានដាក់ពីន័យឲ្យអានីរបស់យើងទៅឈរនៅលើក្តារខៀនហើយបាននិយាយពាក្យថាខ្ញុំឈប់បង្ករឿងបែបហ្នឹងទៀតហើយនៅក្នុងថ្នាក់មួយនេះ
ដោយការទ្រាំមិនបាននឹងអានេះក៏បានរត់ចេញពីសាលានោះទាំងកំហឹងនឹងទឹកឃើញបែបនេះហើយ Gabrieli ក៏បានរត់ទៅតាមអានេះដើម្បីឃាត់គាត់ក៏ប៉ុន្តែ Gabrieli នឹងគឺមិនអាចឃាត់ទៅកាន់អានេះរបស់យើងបានឡើយនាងក៏បានកន្ត្រាក់ដៃរបស់ Gabrieli ហើយក៏រត់តម្រង់ទៅកាន់ព្រៃតែម្ដងមិនយូរប៉ុន្មាននាងក៏រត់ចូលមកដល់ក្នុងព្រៃហើយក៏បានជួបសត្វកំប្រុកមួយក្បាលនាងក៏បាននិយាយជាមួយនឹងសត្វកំប្រុកមួយនេះថាហេតុអ្វីបានជាឯងឯកាហេតុអ្វីបានជាគ្មាននរណាយល់ចិត្តអំពីគាត់សំឡេងជួងនៅពេលនោះក៏បានបន្លឺឡើងដោយសារតែពេលហ្នឹងគឺដល់ម៉ោងចូលរៀនហើយទាំងអស់គ្នាក៏បានរត់យ៉ាងលឿនតម្រង់មកកាន់សាលាដើម្បីចូលសាលានិងតម្រង់ទៅកាន់ថ្នាក់របស់ពួកគេដើម្បីចូលសិក្សាជាបន្តទៅទៀតពួកសិស្សទាំងអស់គ្នានឹងដោយការរត់ប្រញាប់ពេកគឺបានបុកលោកគ្រូ Philip ឡើងប៉ាងចូលទៅដល់ក្នុងថ្នាក់តែម្ដងដោយអានីរបស់យើងមកពីក្រោយបន្ថែមទៀតបុកលោកគ្រូ Philip ឡើងប៉ាងបន្ថែមទៀតនៃពេលចូលរៀននៅក្នុងម៉ោងនេះគឺបរិយាកាសនៅក្នុងថ្នាក់គឺគ្មានការសប្បាយរីករាយទៀតឡើយបន្ទាប់ពីបានជួបហេតុការណ៍នៅក្នុងថ្នាក់នោះរួចមកនៅក្នុងថ្នាក់របស់ពួកគេនៅពេលនេះគឺពោពេញទៅដោយទឹកមុខស្មៅនិងភាពសោកសៅទឹកមុខរបស់ម្នាក់ៗនឹងគឺគ្មានការសប្បាយរីករាយដោយពីការចូលរៀនពីម៉ោងដំបូងនោះឡើយអានេះនាងក៏បានរៀបចំសៀវភៅគឺនាងសម្រេចចិត្តថានាងគឺមិនមកសាលាទៀតនោះទេក៏បានសួរទៅកាន់អានេះហេតុអ្វីបានជាអ្នកមិននៅរៀនបន្តទៅទៀតប៉ុន្តែអានេះនាងក៏មិនបាននិយាយអ្វីច្រើនទៅកាន់ពួកគេដែរក៏បានសម្រេចចិត្តដើរចាកចេញពីសាលានោះទាំងអស់សង្ឃឹមនឹងទឹកមុខស្មៅនិងការខឹងសម្បារអញ្ចឹងណាអ្នកទាំងអស់គ្នាការខឹងសម្បារបែបនេះគឺមិនសូវត្រឹមត្រូវប៉ុន្មាននោះទេadmin សូមដាស់តឿនក៏ដូចជាក្រើនរំលឹកទៅកាន់អ្នកទាំងអស់គ្នាកុំឆេវឆាយខ្លាំងពេកបន្ទាប់មកទៀតអានេះក៏បានដើរមកដល់ផ្ទះរបស់ខ្លួនវិញហើយក៏បានប្រាប់ទៅកាន់អ្នកស្រី Marilla និងក៏ប្រាប់ទៅកាន់អ្នកស្រី Marilla ថាគាត់លែងចង់ទៅកាន់សាលានឹងទៀតហើយសាច់រឿងរបស់យើងក៏បញ្ចប់នៅត្រង់ចំណុចនឹងផងដែរយើងចាំទស្សនានៅភាពបន្តទៅទៀតអ្នកទាំងអស់គ្នាចង់ដឹងថាតើដំណើរជីវិតរបស់អានេះនឹងនាងទៅជាយ៉ាងណាទៀតយើងមានតែចាំទស្សនានៅភាពបន្តទៀតអ្នកទាំងអស់គ្នាកម្រិតចោល admin នៅក្នុងភាពមួយនេះក៏បានបង្រៀនយើងផងដែរនៅពេលដែលយើងបានរបស់អ្វីមួយបើទោះបីធំដុំដល់ពេលណាក៏ដោយនៅក្នុងផ្ទះរបស់យើងនៅក្នុងបរិវេណផ្ទះរបស់យើងមុននឹងយើងធ្វើការសង្ស័យទៅកាន់ក្រុមសមាជិកនៅក្នុងក្រុមគ្រួសាររបស់យើងសូមអ្នកទាំងអស់គ្នារកហេតុផលឲ្យបានពិតប្រាកដនិងសួរឲ្យមានទិសតំបន់សូមអ្នកសួរដោយមានហេតុផលនិងកុំសួរដោយទទឹងទទេដូចជាការចម្រិតសួរអីជាដើមហ្នឹងគឺមិនមែនជាទង្វើដ៏ល្អនោះទេហើយថែមទាំងឃុំឃាំងនៅក្នុងបន្ទប់រហូតទៅដល់ការសារភាពទង្វើបែបនេះគឺមិនត្រឹមត្រូវសម្រាប់អ្នកទាំងអស់គ្នានោះទេមានតែប៉ុណ្្នឹងទេជាចុងក្រោយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អរកស៊ីទទួលទានមានបានធ្វើដំណើរទៅណាមកណាគ្រប់ច្បាប់ចរាចរណ៍ហើយជូនពរអ្នកទាំងអស់គ្នាសម្រាប់កាន់តែស្អាតគ្មានជាងវ័យជូនពរអ្នកទាំងអស់គ្នាអ្នកដែលនៅ single នឹងជូនពរឲ្យឆាប់មានសង្សារណាអរគុណច្រើនចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមរហូតដល់ចប់អាយុ100គ្រប់គ្នាណាអរគុណបាយបាយ